សម្លម្ជូរត្រកួនជាមួយកំពឹសហើយនឹងត្រីនេះដាក់ទៅឆ្ងាញ់អស់ស្ទះមីត្រជាក់តឹងទៀតម្ជូរក្តៅហុយចូលមកថារឹតតែឆ្ងាញ់បងប្អូនណាចូលចិត្តម្ទេសអីមួយគ្រាប់ពីរគ្រាប់អីអស់តែម្ដងថាសម្លយើងពុះក្រួកចឹងអីនេះថែមជាមួយនឹងម្អមស្រែចេះមកថាក្លិនឡើងឈ្ងុយប្រហើរតែម្ដងដាក់មកថាត្រូវជាមួយនឹងម្ជូររបស់យើងតែម្ដងបន្ថែមនឹងម្ទេសទៀតដាក់មករឹតតិចទៀត កលេចមកមើលគ្រឿងផ្សំរបស់យើងនឹងគឺមានជាត្រីហើយនឹងកំពឹសត្រីយើងចូលចិត្តត្រីណាយើងអាចដាក់ត្រីនឹងបានថ្ងៃខ្ញុំថ្ងៃនេះដាក់ត្រីពោហើយបន្លែនឹងមានត្រកួនជាមួយនឹងម្អមមានបន្ថែមជាមួយម្ដេងម្ទេសកុំភ្លេចប្រហុកហើយនឹងម្ជូររបស់យើងសម្លម្ជូររបស់យើងតើតើបានប្រហុកធ្វើខ្លួនឯងនេះរឹតតែឆ្ងាញ់ថែមទៀតជាដំបូងយើងដាក់ដាំទឹកនៅពេលដែលទឹកពុះឬក៏ទឹកមុនពុះអីយើងអាចដាក់រំដេងចូលទៅដើម្បីឲ្យវាជួយកាត់ឆ្អាប នៅពេលដែលយើងជ្រុំប្រហុកឬក៏ដាក់ត្រីអីទៅវារឹតតែងាយស្រួលហើយប្រហុករបស់យើងនេះគឺប្រហុកឆ្អឹងអញ្ចឹងយើងដាក់ទៅត្រូវជ្រុំតែបើយើងមានប្រហុកសាច់ប្រហុកអត់ឆ្អឹងអីអាហ្នឹងយើងដាក់បងចូលសម្លបានបន្ទាប់ពីថាទឹកពុះខ្ជូលហើយនេះយើងចាប់ផ្ដើមដាក់ត្រីនៅពេលដែលទឹកពុះអញ្ចឹងគឺមិនធ្វើឲ្យត្រីឆ្អាបទេហើយនៅពេលដែលយើងដាក់ត្រីបែបនេះយើងកុំកូរកណាតែយើងកូរក៏វាអាចឆ្អាបមកពីត្រីបានដែរហើយឃើញពពុះសនេះយើងដួសចេញទៅដើម្បីឲ្យកតិកទីអីហ្នឹងគឺវាអស់តែម្ដង បន្ទាប់ពីយើងដាក់ប្រហុកអីហើយដាក់ត្រីអីហើយយើងជ្រុំម្ជូរនេះនាងខ្ញុំដាក់ម្ជូរអំពិលទុំអញ្ចឹងទៅយើងជ្រុំឲ្យបានជាតិជូរចេញពីអំពិលទុំចេះមកដើម្បីឲ្យទឹកសម្លយើងរាងជូរកាលណាដែលយើងស្លដាក់កំពឹសអញ្ចឹងត្រូវរករាងជូរដិតបន្តិចព្រោះនៅពេលដែលយើងដាក់កំពឹសទៅវាកាត់ជូរកាត់អីតាមហ្នឹងហើយបន្ទាប់ពីនោះមកគឺយើងថែមនៅអំបិលដើម្បីឲ្យត្រីរបស់យើងស្លទៅវាមានជាតិនៅពេលដែលយើងបន្ថែមអំបិលហើយនេះទឹកចាប់ផ្ដើមពុះអីហើយយើងបន្ថែមនៅទឹកត្រី ទឹកត្រីនេះបងប្អូនអាចដាក់ក៏បានអត់ក៏បានទៅតាមចំណង់ចំណូលចិត្តរបស់ផ្ទះនីមួយៗបន្ទាប់ពីថាទឹកពុះអីហើយយើងបន្ថែមជាមួយនឹងបន្លែត្រកួនរបស់យើងព្រោះបន្លែត្រកួនរបស់យើងនឹងថាដាក់ទៅនឹងមិនពុះទៅផុយតែម្ដងនេះឃើញថាពេលដែលបន្លែយើងពុះអញ្ចឹងហើយយើងចាប់ផ្ដើមដួសកតិកទីអីចេញទាំងហើយយើងបន្ថែមជាមួយនឹងកំពឹសព្រោះត្រកួនយើងដាក់ឲ្យឆ្អិនមកប៉ុបហើយយើងដាក់កំពឹសតែមួយភ្លុកទៅគឺឆ្អិនតែម្ដងរួចជាស្រេច នេះពេលយើងដាក់កំពឹសចេញមកយើងគ្រាន់តែដាក់ហើយយើងបន្ថែមជាមួយនឹងប៊ីចេងរបស់យើងដាក់បន្លែដាក់កំពឹសអីហើយយើងបន្ថែមជាមួយប៊ីចេងហើយនាងខ្ញុំរួចបន្ថែមនៅស្ករសបន្តិចដើម្បីឲ្យវាមានរសជាតិថាជូរផ្អែមប្រៃហើយបន្តិចទៅយើងដាក់ផ្អែមបន្តិចទៅគឺបានហើយបន្ទាប់ពីថាយើងដាក់គ្រឿងក្រៅជាទាំងអស់ហើយសម្លរបស់យើងឆ្អិនរួចជាស្រេចហើយបន្ទាប់មកគឺយើងបន្ថែមនៅម្អមចេញមកដាក់ ទៅម្អមស្រាថាឈ្ងុយពេញផ្ទះតែម្ដងថាឈ្ងុយប្រហុកផងម្អមផងហើយរសជាតិជូរចេះតិចមកថែមម្ទេសហឹរៗជាតិមកចិត្តឲ្យត្រូវតែម្ដងថាឥឡូវឡើងឈ្ងុយពេញផ្ទះហើយចាប់ផ្ដើមដួសបាយដួសអីយើងដាក់មួយចានពីរចានមកមួយស្លក្តៅៗហុយចេះទៀតមករឹតតែត្រូវទៀតនេះគ្រាន់តែឃើញនេះគួរឲ្យចង់ញ៉ាំមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នាសម្លម្ជូរថៃពោមួយត្រកួនហើយនឹងកំពឹសបែបនេះអូយឆ្ងាញ់មែនតែន ហើយកុំភ្លេចបងប្អូនសូមជួយ Subscribe Channel YouTube របស់នាងខ្ញុំឈ្មោះអ៊ុំចាណេតក៏ដូចជា Follow Facebook និង TikTok ផងអរគុណទុកជាមុនហើយកុំភ្លេចមកមើលតើគួនមើលម្ជូររបស់យើងណែកំពឹសអីហ្នឹងថាដាក់ទៅច្របឆ្ងាញ់មែនតែនបានស្លក្តៅហុយជាមួយមេត្រជាក់ចេះទៀតបាយរឹតតែត្រូវអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសូមសុខសុវត្ថិភាពតាមផ្លូវនិងសំណាងល្អរកទទួលទានមានបានជម្រាបលា